តម្លៃមាសដាំក្បាលចុះយ៉ាងខ្លាំងកាលពីថ្ងៃសុក្រចុងសប្តាហ៍បន្ទាប់ពីរបាយការណ៍ការងារសហរដ្ឋអាមេរិកចេញផ្សាយមានភាពល្អប្រសើរអរលោកស្រីខ្ញុំបាទលុយនឹងមកធ្វើបទវិភាគពីតម្លៃមាសដែលបានដាំក្បាលធ្លាក់ចុះយ៉ាងខ្លាំងកាលពីថ្ងៃសុក្រចុងសប្តាហ៍ដែលជាការធ្លាក់ចុះមិនធ្លាប់មានចាប់តាំងពីខែមីនាមកផងដែរមាសបានដាំក្បាលធ្លាក់ចុះយ៉ាងខ្លាំងបំផុតចាប់តាំងពីដើមខែមីនាមកនៅថ្ងៃសុក្រចុងសប្តាហ៍ទី1នៃខែមិថុនាខណៈដែលរបាយការណ៍ការងារសហរដ្ឋអាមេរិកចេញផ្សាយមានភាពល្អប្រសើរខ្លាំងជាងការរំពឹងទុកបានធ្វើឲ្យក្តីសង្ឃឹមសម្រាប់ការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្ដាលអាមេរិកស្ថិតនៅរយៈពេលខ្លីស្ទើរតែរលាយបាត់ទៅហើយបានធ្វើឲ្យប្រាក់ដុល្លារកើនឡើងខ្ពស់ឡើងមកវិញតម្លៃមាសបានដាំក្បាលធ្លាក់ចុះ$170ក្នុងមួយតម្លឹងប្រមាណ 3% ដោយធ្លាក់ចុះពីតម្លៃ$4,480ក្នុងមួយអោនទៅរកកម្រិតទាប$4,311ក្នុងមួយអោនកាលពីថ្ងៃសុក្រចំណែកឯតម្លៃនៅដើមសប្តាហ៍ទី2នៃខែមិថុនាថ្ងៃច័ន្ទទី8បានបើកផ្សារជួញដូរជុំវិញតម្លៃ$4,313ក្នុងមួយអោន$5,196ក្នុងមួយតម្លឹង$519ក្នុងមួយជីនេះជាតម្លៃស្ថិតនៅទីផ្សារអាស៊ីព្រឹកនេះគិតត្រឹមម៉ោង 8:30 នាទីព្រឹកតើមានកត្តាអ្វីដែលជំរុញឲ្យមាសដាំក្បាលធ្លាក់ចុះយ៉ាងខ្លាំងកាលពីថ្ងៃសុក្រនោះហើយនេះជាការធ្លាក់ចុះមិនធ្លាប់មានចាប់តាំងពីដើមខែមីនាមកកត្តាសំខាន់ជំរុញនោះគឺរបាយការណ៍ប្រាក់បៀវត្សនិងការបង្កើតការងារប្រចាំខែរបស់សហរដ្ឋអាមេរិកដែលមិនរាប់បញ្ចូលនៅក្នុងវិស័យកសិកម្មកាលពីខែឧសភារបស់ក្រសួងការងារដែលត្រូវបានតាមដានយ៉ាងដិតដល់ហើយបានបង្ហាញថាសេដ្ឋកិច្ចអាមេរិកបានបង្កើតការងារកើនឡើងចំនួន172,000នាក់កាលពីខែមុនជិតទ្វេដងនៃការព្យាករណ៍របស់អ្នកសេដ្ឋកិច្ចត្រឹម88,000នាក់ដែលបានស្ទង់មតិដោយ Bloomberg អត្រាអ្នកអត់ការងារធ្វើស្ថិតនៅថេរ 4.3% បន្ថែមពីលើតួលេខប្រាក់បៀវត្សខែមេសាត្រូវបានកែសម្រួលឡើងវិញដល់179,000នាក់ពី115,000នាក់ដែលបានរាយការណ៍ពីមុនដែលជាការកើនឡើងយ៉ាងខ្លាំងនៅពេលចេញផ្សាយនៅខែមីនាកើនឡើងដូចគ្នាដល់214,000នាក់ជាខែដំបូងលើសពី20,000នាក់ចាប់តាំងពីដើមឆ្នាំ2024មកទិន្នន័យនេះបានធ្លាក់ចូលទៅក្នុងទីផ្សារអត្រាការប្រាក់បើយោងតាម Fed Watch របស់ក្រុមហ៊ុន CME Group ដែលជាគណៈកម្មាធិការទីផ្សារបើកចំហសហព័ន្ធអត្រាការប្រាក់ឲ្យនៅដដែលក្នុងកិច្ចប្រជុំរបស់ខ្លួនក្នុងរយៈពេលប្រហែល12ថ្ងៃឥឡូវនេះបានកើនឡើងដល់ 96% ដែលច្រានចោលយ៉ាងមានប្រសិទ្ធភាពនៅការបង្វិលគោលនយោបាយណាមួយដែលបានផ្ដល់សម្រាប់មាសក្នុងរយៈពេលប្រមាណសប្តាហ៍ថ្មីៗនេះការកំណត់តម្លៃឡើងវិញបានពន្លឺឡើងពីពេញទីផ្សាររូបិយប័ណ្ណផងដែរដែលធ្វើឲ្យការធ្លាក់ចុះនៃតម្លៃមាសកាន់តែខ្លាំងសន្ទុះប្រាក់ដុល្លារអាមេរិកបានកើនឡើង 0.63% ខិតជិត100មាស$0.8ដោយបានឡើងដល់កម្រិត$100វិញជាលើកដំបូងចាប់តាំងពីខែមីនាមកដោយសារតែមាសត្រូវបានកំណត់តម្លៃប្រាក់ដុល្លារឡើងថ្លៃខ្លាំងធ្វើឲ្យគូរូបិយប័ណ្ណដែលប្រឆាំងគ្នានោះបានធ្លាក់ចុះរួមមានដូចជាប្រាក់អឺរ៉ូប្រាក់យេននិងមាសជាដើមយ៉ាងណាមិញយើងនៅតាមដានបញ្ហាភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ាតើស្ថានភាពអូបអនឡាញឬក៏ធូរស្រាលវិញនោះយើងនឹងដឹងអំពីទិសដៅមាសកាន់តែច្បាស់ខ្ញុំបាទលុយសូមអរគុណសម្រាប់បទវិភាគប្រចាំថ្ងៃសម្រាប់បងប្អូនដែលចង់បើកគណនីជួញដូរហាងឆេងមាសជាមួយនឹងក្រុមហ៊ុន Blackwell និងមានអ្នកប្រឹក្សាជាប្រចាំថ្ងៃអំពីទិសដៅនៃតម្លៃហាងឆេងមាសក៏ដូចជាព័ត៌មានប្រចាំថ្ងៃអាចធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងលើបានទាំងនេះជាផលចំណេញពីការទិញលក់ហាងឆេងមាសលើទូរស័ព្ទដៃសម្រាប់បងប្អូនចង់សិក្សាស្វែងយល់និងបានគណនីជួញដូរនិងបានចូលជាសមាជិកក្រុម VIP Signal សម្រាប់ support ជួយប្រឹក្សាជាប្រចាំថ្ងៃសម្រាប់អ្នកចាប់អារម្មណ៍សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងលើនិងចូលជាសមាជិកក្រុម VIP Signal ផងដែរ